តែយើងមករៀនតម្លាក់ផ្នែកគោខាងក្រោយជាមួយគ្នាแบบយើងមើលតាមសរសៃគោលមកវាមានផ្នែកខាងនេះមួយដែលហៅថាផ្នែកផ្លូវខាងក្រោយវាមានចោលដែលខ្ញុំកាត់មើលតាមហ្នឹងទៅអានេះក៏ដុំដែរពេលយើងជាមកយើងទាញវាក៏ដុំហ្នឹងទៅមកព្រោះសាច់គោវាស្រួលតម្លាក់ទៅវាមានតាមគ្នាវាមកគ្នាតាមផ្នែកផ្សេងគ្នាកាន់កវ៉ាត់យើងកាន់ផ្លែវាមកក្រោមចឹងមកវាស្រួលវាអត់ទៅប្រើកម្លាំងដៃច្រើននេះអាហ្នឹងវាដល់នេះមកផ្នែកហ្នឹងវាមកវៀងមកជុំនឹងដល់នេះហើយយើងតម្លាក់ទៅនឹងទាំងអស់ហ្មងយើងដឹងផ្នែកវាត្រូវទៅណាយើងស្រួលទេយើងគ្រាន់តែផ្ដាច់សរសៃគ្នាសទៅជួយទៅវានៅតាមហ្នឹងចាបតុំរោនផ្នែកហ្នឹងយើងហៅថាបតុំរោនឬក៏ផ្នែកផ្លូវខាងក្រោយយើងព្យាយាមឆោតមុខវាទៅមុនយើងព្យាយាមឆោតមុខវាទៅមុនថាតាមកវត្តហ្នឹងទៅដើម្បីពេលយើងទាញទៅវាមានស្នាមវាលហើយហ្នឹងទៅស្រាប់ហ្មងយើងឃើញពេលយើងកាត់ទៅវាមានគ្នាវានៅហ្នឹងយើងកាត់តាគ្នាសវាហ្នឹងវាដាច់ទៅតាមហ្នឹង